Grong tí sót Grong tí sót à đây bé đây ăn đó bông nào bỏ ớt bông vụ án này នេះជាដំណើរ off-road ទៅកាន់ Oral Vlog ទី1របស់ខ្ញុំគឺខ្ញុំបាយហើយមុននឹងយើងចេញដំណើរពួកយើងក៏បានជួបជុំគ្នាហើយក៏ស្ដាប់ដំបូន្មានពីបងនៅក្នុងក្រុមថាតើយើងត្រូវធ្វើដំណើរតាមផ្លូវណាដោយរបៀបណាហើយត្រូវប្រុងប្រយ័ត្នអ្វីខ្លះហើយពួកគាត់ក៏បានប្រាប់អំពីការចែកចំណាំផ្លាតទៅកាន់ប្រជាពលរដ្ឋផងដែរដំណើរកម្សាន្តមួយនេះមិនត្រឹមតែជាការ off-road ដើម្បីដឹងពីសមត្ថភាពឡានឬក៏សមត្ថភាពអ្នកបើកបរនោះទេគឺបូកបញ្ចូលទាំងការប្រស័យទាក់ទងគ្នាហើយនឹងចេះជួយគ្នាក្នុងពេលមានអាសន្នហើយយើងក៏បន្តដំណើរទៅមុខជាមួយនឹងការឈឿលតាមឡានផងដែរបាទអំឡុងពេលដែលពួកយើងកំពុងធ្វើដំណើរទៅអូរ៉ាល់ក៏ពួកយើងបានជួបនឹងខាងបងដែលគាត់ដើរពីភ្នំពេញទៅកាន់ស្រុកអូរ៉ាល់ដូចគ្នាហើយនេះជាសកម្មភាពដែលពួកយើងបានចែកចំណាំផ្លាតនិងបញ្ចូលទៅកាន់អំអំពីអត្ថប្រយោជន៍នៃការបិទចំណាំផ្លាតហើយពួកយើងក៏បានចែកជូនចំណាំផ្លាតបន្ថែមដើម្បីឲ្យគាត់ផ្សព្វផ្សាយទៅក្នុងភូមិស្រុករបស់គាត់ផងដែរនេះជាឧបសគ្គទី1ដែលពួកយើងជួបហើយវាមានភាពលំបាកបន្តិចប៉ុន្តែឧបសគ្គទាំងឡាយដែលយើងជួបគឺតែងតែមានដំណោះស្រាយជានិច្ចគឺអត់មានអីក្រៅពីអុសទេគឺជួយអុសគ្នាហ្នឹងហើយមិនត្រឹមតែអុសទេគឺមានការរើសផ្លាកលេខទៀតផងដែរបន្ទាប់ពីធ្វើដំណើរ off-road បានបន្តិចពួកយើងក៏បានមកដល់ផ្ទះបងឈីមដែលស្ថិតនៅក្នុងសហគមន៍ទេសចរស្រែកិនដែលជាកន្លែងដែលពួកខ្ញុំនឹងបោះតង់នៅយប់នេះផងដែរមិនយូរប៉ុន្មានពួកយើងក៏បានជួបនៅឧបសគ្គមួយទៀតឧបសគ្គតែងតែមានចំពោះអ្នកលេង off-road ប៉ុន្តែពួកយើងសប្បាយនៅក្នុងការជួយសង្គ្រោះជានិច្ចមិនថាឧបសគ្គបែបណាក៏ពួកយើងមិនដែលចោលគ្នា
បើថាសម្ភារៈដែលយើងបានដាក់នេះมันអាចជួយឲ្យគាត់ចេញពីឧបសគ្គនឹងបានទេក៏យើងនៅតែមានខាងបង zip ដែលគាត់មានត្រើយដើម្បីអូសឡានចេញពីឧបសគ្គផងដែរអត់កើតទេមុនអត់វាវល់ខ្លាំងពេកអាហ្នឹងកូនកង់ជាប់ខែពេកអញ្ចឹងក៏មុនអីប៉ុន្តែជន់កុំជន់តិចពេកកុំជន់ខ្លាំងពេកបើស្បឺតល្មមឲ្យវាមាន momentum វាអត់អីទេខំឲ្យទៅល្បឿនហ្នឹងពុតកុំឲ្យតម្លាក់ជើងហើយកុំឲ្យជន់បខំបើសិនមកយើងមានអារម្មណ៍ថាចង់ជាប់ហើយយើងជន់ឡើងបន្តិចទៅវាឡើងហើយយើងជឿពេញទីជាចប់ស្មានណាបើអារម្មណ៍ហ្នឹង បន្ទាប់ពីស្ដាប់នៅអ្វីដែលបងគាត់បាននិយាយមិញពួកយើងក៏បន្តដំណើរទៅមុខយ៉ាងរលូនមិនមានជួបឧបសគ្គអ្វីឡើយបន្ទាប់ពីការលេង off-road យ៉ាងស្វិតស្វាញពួកយើងក៏ត្រឡប់មកសហគមន៍វិញដើម្បីរៀបចំកន្លែងគេងតង់តុបដើម្បីសម្រាកនៅយប់នេះវីដេអូថ្ងៃទី1មានតែប៉ុណ្្នេះទេជួបគ្នានៅវីដេអូក្រោយអរគុណ